សម្ដេចបវរធិបតីហ៊ុនម៉ាណែតកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានលើកឡើងតាមបណ្ដាញសង្គមនៅថ្ងៃទី19ខែតុលានេះដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយមួយចំនួនតាមបណ្ដាញសង្គមដែលធ្វើឡើងថាកិច្ចព្រមព្រៀងបទចុះបាញ់ថ្ងៃទី28ខែកក្កដា2025កន្លងទៅនិងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខគឺជាធ្នូនឹងការធ្វើឲ្យកម្ពុជាបាត់ដីសម្ដេចធិបតីហ៊ុនម៉ាណែតបាននិយាយយ៉ាងដូចនេះថាខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិដោយសង្ខេបថាកិច្ចព្រមព្រៀងបទចុះបាញ់28កក្កដា2025គឺនិយាយអំពីលក្ខណៈនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជាកុំឲ្យមានការបាញ់គ្នាឡើងវិញកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងនឹងធ្វើនៅពេលខាងមុខគឺនិយាយអំពីការរៀបចំលក្ខណៈនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានៅបរិយាកាសអំណោយផលដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្ដារឡើងវិញនៅទំនាក់ទំនងរវាងប្រទេសនិងប្រទេសទោះជាកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែនក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេការងារខណ្ឌសីមានិងបោះបង់គោលព្រំដែនគោកគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃ JBC ហើយត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃសរុបដោយខ្លីខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា1កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលរាប់ទាំងកិច្ចព្រមព្រៀងបទចុះបាញ់ថ្ងៃ28កក្កដា2025និងកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ2រដ្ឋាភិបាលកម្ពុជាក៏មិនបានផ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែរ